ចាជំរាបសួរប្រិយមិត្តទាំងអស់គ្នាជាទីរាប់អានចានាងខ្ញុំសូមនិយាយប្រធានបទមួយដែលខ្ញុំបានស្ដាប់វីដេអូបងប្រុសម្នាក់គាត់និយាយអំពីប្រទេសចិនចាចង់ស្នើសុំនៅវត្ថុស័ក្តិសិទ្ធិរបស់យើងគឺជាចាវត្ថុបុរាណសម្រិទ្ធដើម្បីយកទៅតាំងពិព័រណ៍ទៅឲ្យប្រជាជនចិនបានស្គាល់ពីប្រទេសខ្មែរគាត់បានបកស្រាយថាដោយសារតែប្រទេសចិនកន្លងមកគឺបន្ទាប់ពីបានយាងស្ដេចថៃទៅប្រទេសចិនគឺប្រទេសចិនជួបសយច្រើនឧទាហរណ៍មានការឆេះកន្លែងនេះកន្លែងនោះឬក៏ដាច់ស្ពានអីចឹងហើយចិនហ្នឹងជឿណាលើហ្វុងស៊ុយចាជឿមែនតើអញ្ចឹងគេមានគ្រូហុងស៊ុយគេមើលឃើញថាប្រទេសចិននឹងជួបនៅកលយុគផ្សេងបើមិនមានវត្ថុស័ក្តិសិទ្ធិចាមកចាបង្ក្រាបចានៅឧបទ្រពចង្រៃហ្នឹងទេចាហើយបើយើងយកអំណះអំណាងបត្រៃបិដកយកមកបង្ហាញចាខ្ញុំសូមនិយាយរឿងមួយនៅក្នុងបត្រៃបិដកគឺមានកំណើតរបស់អ្នកដែលគាត់មានបាបកម្មចាមានកំណើតមកនៅក្នុងផ្ទៃមេដាគាត់ដល់ពេលហើយវាធ្វើមេដាគាត់នោះក៏ទទួលរងនៅទុក្ខលំបាកចាហើយមិនព្រមតែគ្រួសារហ្នឹងវេទនាក្រលំបាកឯគឺបណ្ដាលឲ្យអ្នកភូមិទាំងអស់ហ្នឹងធ្លាក់ចាទៅជាទទួលភាពនៅចាក្រលំបាកលំបិនវេទនាចាទាំងហៅធ្លាក់ខ្លួនណាមានន័យថាពីមុនធ្លាប់សំណុកដល់ពេលទារកនឹងមកចាប់កំណើតគឺធ្វើឲ្យការរស់នៅក្នុងស្រុកភូមិហ្នឹងគឺពិបាកហ្មងចានេះបង្ហាញថាបុគ្គលដែលមានបាបកម្មចាទៅកន្លែងណាគឺនាំសយទៅកន្លែងហ្នឹងហើយបើយើងបកស្រាយតាមវិទ្យាសាស្ត្រចាគឺច្បាប់ទំនាញសកលនៅក្នុងវិទ្យាសាស្ត្រគឺអ្វីក៏ដោយក៏វាមានរំញោចមានទំនាញចាគឺធម្មពលរបស់ធម្មពល electromagnetic ឬក៏ធម្មពលអគ្គិសនីចាប៉ុន្តែអាការទាញហ្នឹងយើងមើលអត់ឃើញទេដោយសារជួនកាលវាល្អិតពេកចាយើងមើលអត់ឃើញក្នុងភ្នែកទេអញ្ចឹងបានអ្នកសមាធិមើលឃើញដោយសារពេលសមាធិមានធម្មពលទៅប្រើកម្លាំងចិត្តទៅមើលឃើញភាពអាថ៌កំបាំងនៅក្នុងចក្រវាឡចាតែនៅក្នុងអ្នកវិទ្យាសាស្ត្រគឺគេប្រើឧបករណ៍ចាដើម្បីពិសោធន៍ឧបករណ៍ពីរហ្នឹងនៅនឹងថ្កល់ចាតែដល់ពេលយកឧបករណ៍ផ្សេងមកពិសោធន៍កម្លាំងទំនាញឧបករណ៍ហ្នឹងគឺឃើញវាមានរំញ័រចាជាមួយគ្នាអញ្ចឹងនៅពេលដែលកម្លាំងឧទាហរណ៍ជាកម្លាំងទំនាញឧបករណ៍ទាំងពីរហ្នឹងបើវាខ្លាំងដូចគ្នាគឺវាធ្វើឲ្យយើងឃើញទាំងភ្នែកហ្មងគឺវាស្ដែងនៅក្នុងការកម្រើកឡើងឲ្យយើងឃើញតែបើវាអត់មានកម្លាំងទេគឺវានៅនឹងថ្កល់តែវានៅតែមានកម្លាំងទំនាញចាតែគ្រាន់យើងមើលអត់ឃើញចាដូចគ្នាចាកម្លាំងតកតងជាមួយនឹងពពួកអកុសលហ្នឹងក៏អញ្ចឹងដែរបើសិនជាកម្លាំងអកុសលហ្នឹងវាខ្លាំងចាវាខ្លាំងវាធ្វើឲ្យធម្មពលទាំងអស់ហ្នឹងវាស្រូបទាញអាភាពអកុសលនោះបានវាធ្វើឲ្យស្អីកើតឡើងហ្មងជាយថាហេតុដែលយើងនិយាយថាជាគ្រោះធម្មជាតិតាមពិតគ្មានទេចាគឺកម្មទាំងអស់វាស្ដែងមកអំពីច្បាប់កម្មទាំងអស់កម្មហ្នឹងវាសិក្សាវាវិចិត្រមកអញ្ចឹងទាំងអស់ចាហើយនៅពេលដែលយើងជួបរឿងល្អហ្នឹងក៏អញ្ចឹងដែរគឺច្បាប់កម្មដែលកុសលធម៌ហ្នឹងវាផ្គុំកម្លាំងនេះវាមានកម្លាំងខ្លាំងវាទៅគ្របសង្កត់អកុសលកុំឲ្យកើតឡើងវាកើតមកមុនចាអញ្ចឹងអានេះវាមិនមែនជារឿងគេហៅថាអបិយជំនឿស្អីទេខ្ញុំប្លុកចោលទាំងអស់អ្នកណាថាអបិយជំនឿខ្ញុំប្លុកចោលចាហើយបើចង់តតាមមួយខ្ញុំចាចូលហាត់តខ្លួនខ្ញុំនិយាយច្បាប់រូបជាឲ្យស្ដាប់ចាខេនោះដែលយើងស្ដាប់អត់យល់ផងព្រោះកងតិចវាស្មុគស្មាញចាច្បាប់កងតិចស្មុគស្មាញចាអញ្ចឹងរឿងហ្នឹងគឺវាពិតខ្ញុំស្ដាប់បងប្រុសហ្នឹងនិយាយខ្ញុំយល់ស្របគាត់ថាមិនចាំបាច់ឲ្យបញ្ជូនទៅទេបើគេចង់ឲ្យស្គាល់ខ្មែរមានវិធីសាស្ត្រផ្សេងដែលគេអាចមើលតាមចារូបភាពចាតាមប្រព័ន្ធអ៊ីនធឺណិតចាហើយយើងចាហើយមួយទៀតចាសំទោសគាត់បាននិយាយថាបើយើងបញ្ជូនទៅយើងនឹងអាចសយវិញណាចាដែលយើងកំពុងតែឡើងស្រើតហើយចាឧទាហរណ៍មានភ្ញៀវទេសចរមកច្រើនមែនទែនក្នុងកំឡុងពេលដែលយើងលំបាកហ្នឹងគាត់បាននិយាយថាយើងលំបាកតែមួយគ្រាប៉ុន្តែយើងនឹងផ្ទុះមកវិញផ្ទុះខ្លាំងហើយយើងមើលលទ្ធផលអ្នកមកលេងអង្គរវត្តគឺច្រើនទៅចាហើយបើនៅក្នុងប្រទេសស្វីសបងប្អូននឹងមិនអត់ពីមុនហ្នឹងពេលយើងនិយាយថាយើងមកពីខ្មែរចាគឺគេអត់ស្គាល់ទេគេទៅស្គាល់យួនហេសៀមចាតោះយើងប្រាប់ថានៅក្បែរហ្នឹងមិនគេស្គាល់ប៉ុន្តែឥឡូវបងស្រីម្នាក់គាត់ទៅពេទ្យនៅបៀនណាគាត់ទៅប្រាប់ដុកទ័រភ្លាមដុកទ័រថាអូប្រទេសនេះឯងល្បីមែនតើណាមានប្រាសាទដ៏មហោស្ចារ្យជាប់ចំណាត់ថ្នាក់លេខ1នៅឆ្នាំ30ចាព័ត៌មានថ្មីដែលយើងឃើញហ្នឹងគេនោះក៏ឃើញដែរមានន័យថាគឺគេចុះផ្សាយដែលពីមុនហ្នឹងគឺអត់មានការចុះផ្សាយទេចាឥឡូវគឺមានការចុះផ្សាយទលំទលាយខ្លាំងមែនតើចាហើយគេទៅសើពីរតនវត្ថុរបស់ខ្មែរគឺមហាសាលមែនតើហើយអ្នកខ្លះគេនិយាយថាអូឆ្នេរសមុទ្រប្រទេសនេះឯងគឺស្អាតនៅកោះរ៉ុងអីគឺស្អាតខ្លាំងមែនតើហ្មងចាអាហ្នឹង1 2ចាថ្ងៃមុនស្វាមីខ្ញុំបើក website ក្រុមហ៊ុនមួយដែលគាត់ប្រាប់ថាអូគេមានក្រុមហ៊ុននៅស្វីសនេះគេរកស៊ីបានចាសំទោសខ្ញុំប្រើពាក្យរកស៊ីវាសាមញ្ញណាចានិយាយសាមញ្ញគឺគេរកស៊ីបានគេនាំភ្ញៀវទៅមើលតែប្រាសាទហើយនឹងទៅលេងអាកន្លែងទន្លេសាបខ្ញុំសង្ស័យកំពង់ភ្លុកហ្នឹងឯងចារូបភាពហ្នឹងគឺនៅក្នុងបឹងទន្លេសាបគ្រាន់តែនាំភ្ញៀវទៅប៉ុណ្ណឹងគេឆាចម្នាក់បានបងប្អូនដឹងអត់គេគិតតម្លៃម្នាក់ជាង 6000 ហ្វ្រង់
ចាខ្ញុំមិនដឹងថាគេ include អីខ្លះប៉ុន្តែក្នុងព័ត៌មានដែលដាក់មកហ្នឹងគឺមានតែមើលប្រាសាទហើយនឹងទៅលេងកន្លែងទឹកនៅក្នុងទន្លេសាបតំបន់ទន្លេសាបល្បីហ្នឹងហើយគេទៅសេព័ត៌មានច្រើនដែរតាក់ទងមួយប្រាសាទខ្មែរនិងតំបន់ទន្លេសាបដែលជាបឹងបកចាទន្លេចាធម្មជាតិមួយដែលមានភាពតាក់ទាញមែនទែនព្រោះស្រុកស្វីសចូលចិត្តតំបន់បឹងណាចាអញ្ចឹងកន្លែងណាមានទន្លេមានអីហ្នឹងគឺគេចូលចិត្តទៅមើលហើយចាបងប្អូននឹងមិនអត់គ្រាន់តែប៉ុណ្្នឹងគេអាចរកលុយបានក្នុងមួយនាក់គេយកជាង6000 ហ្វ្រង់ស្មើនឹង$7000ជាងឃើញទេព្រោះស្រុកស្វីសហ្នឹងណាកាលណារកស៊ីមួយពួកអ្នកមានណាកាលណាយើងដាក់តម្លៃថោកពេកគេថាហ្នឹងអត់តម្លៃចាមកតាលីតេអាហ្នឹងទៅជាគំនិតរបស់ពួកគេគេគិតថារបស់ណាដែលមានតម្លៃថ្លៃបានរបស់ហ្នឹងមានគុណតម្លៃអញ្ចឹងអ្នករកស៊ីខំប្រឹងអេតតម្លៃឲ្យបានឃើញថ្លៃហើយមានតម្លៃប្រកបឲ្យសេវាកម្មគេវា perfect ហើយចាគេអូតែញ៉ាំអាហារវា perfect ហើយប៉ុន្តែខ្ញុំចង់និយាយថាចេះភាពល្បីល្បាញរបស់យើងណាគឺចូលមកដល់ប្រទេសស្វីសដែលយើងនេះខ្ញុំនិយាយខ្មែរនេះខ្ញុំមិនចាំបាច់ទៅនិយាយស្អីច្រើនហ្នឹងជួនពេលខ្លះខ្ញុំធ្លាប់ជួបខ្លួនឯងដែរចាបានជួនពេលខ្លះខ្ញុំជួបមែនចាខ្ញុំបានចូលកម្មវិធីធំដុំមួយ start up ណាយមានន័យថាគឺជាបណ្ដុំសហគ្រិនស្វីសទាំងអស់មកប្រទេសស្វីសគឺជួបគ្នាទៅហ្នឹងខ្ញុំជួបប្រធានក្រុមហ៊ុនមួយគាត់ណាខ្ញុំប្រាប់ថាមកពីខ្មែរខ្ញុំមិនទាន់បាននិយាយស្អីណាបងប្អូនចាគេនិយាយថាអូប្រទេសនេះឯងជឿនលឿនខ្លាំងណាស់ឥឡូវមានពលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិចាកម្រិតប្រមាណនេះដូចយើងដឹងអញ្ចឹងណាចាបន្ទាប់មកទៀតថាវិស្វករខ្មែរអស្ចារ្យបកាយវិស្វករផ្នែក IT គឺខ្លាំងចាឃើញទេបងប្អូនអញ្ចឹងបានន័យថាអ្វីដែលបងប្រុសគាត់និយាយហ្នឹងគាត់ថាខ្មែរកំពុងតែទៅមុខហើយឲ្យតែយើងមានការគោរពបូជាហើយកុំបំលាស់ទីចេញចានោះនឹងល្អខ្លាំងភ្ញៀវទេសចរមកច្រើនរកចំណូលបានច្រើនគ្រាន់តែយើងជួបទុកលំបាកតែប៉ុណ្្នឹងឯងចាហើយយើងនឹងឆ្លងផុតហើយចាអញ្ចឹងខ្ញុំអ្វីដែលខ្ញុំស្ដាប់ខ្ញុំពិចារណាតាមមេរៀនព្រះសម្មាសម្ពុទ្ធហើយនឹងតាមរូបច្បាប់កង់តិចផងហើយនឹងតាមលទ្ធផលដែលយើងឃើញបច្ចុប្បន្នផងយើងសន្និដ្ឋានថាវាគឺជារឿងដែលប្រសិទ្ធត្រឹមត្រូវណាស់ហើយខ្ញុំសនុំពរឲ្យរាជរដ្ឋាភិបាលប្រមុខរាជរដ្ឋាភិបាលគឺកុំបញ្ជូនទៅចាកុំបញ្ជូនទៅបើគេចង់ស្គាល់ពីខ្មែរឲ្យគេប្រើបច្ចេកទេសផ្សេងទៅឲ្យគេមើលតាមចា TikTok ព្រោះ Facebook ចិនមើលឃើញឯងមើលតាម TikTok ច្រើនមែនតើឲ្យគេមើលតាមហ្នឹងទៅចាហើយបើគេចាជឿមិនចង់មកជារបស់គេចាយើងមានអ្នកទេសចរពីប្រទេសផ្សេងមកច្រើនទៀតប៉ុន្តែក៏យើងនៅតែអរគុណមិត្តចិនដែរយើងមិនមែនថាមិនមានការអរគុណគេព្រោះពេលបញ្ចប់សង្គ្រាមលើកទី2ហ្នឹងក៏មានចិនលូកដៃជួយខ្លះដែរចាចង់និយាយថាមនុស្សធ្វើជាមនុស្សត្រូវមានការដឹងគុណអ្វីដែលគេជួយយើងចាប៉ុន្តែយើងមិនមែនមានន័យថាអូយើងគ្រប់គ្រងនៅទង្វើគេទាំងអស់អត់ទេកន្លែងណាគេធ្វើខុសយើងអត់គ្រប់គ្រងតែកន្លែងណាដែលគេធ្វើត្រូវយើងគ្រប់គ្រងចាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាសូមឲ្យប្រមុខរាជរដ្ឋាភិបាលមានជំនឿបើតាមខ្ញុំគិតគឺសម្ដេចហ៊ុនសែនលោកមានជំនឿកន្លែងហ្នឹងប៉ុន្តែបើសម្ដេចធិបតីប្រហែលជាអត់សូវមានហ្មងនេះចាអញ្ចឹងខ្ញុំចង់ឲ្យសម្ដេចធិបតីនិងប្រមុខរដ្ឋាភិបាលជំនាន់ក្រោយនេះចាបើជឿលើវិទ្យាសាស្ត្រចាសូមឲ្យដល់វិទ្យាសាស្ត្រមានជំរឿគឺកម្លាំងធម្មពលចាកុំឲ្យយកច្បាប់វិទ្យាសាស្ត្រដែលយើងទៅដល់ហើយយើងសន្មត់ថាទាំងអស់នឹងអត់មានពិតចាហើយត្រូវជឿថាទេវតាមានពិតមិនមែនមានន័យថាបើទេវតាមានពិតទេចាត្រូវជឿអញ្ចឹងសូមប្រមុខរដ្ឋាភិបាលកុំបញ្ជូនទៅហើយសូមធ្វើម៉េចឲ្យបងប្អូនខ្មែរមានជំនឿលើការបំពេញបុណ្យទានសិលភាវនាឲ្យឧទ្ទិសបុណ្យទៅដល់វីរៈបុរសកងទ័ពទៅដល់មេទ័ពខ្មែរចាបងស្រីម្នាក់ដែលគាត់អាចទំនាក់ទំនងចាជាមួយពិភពខាងក្រៅបានតាមកម្លាំងញៀនរបស់គាត់សមាធិគាត់ហ្នឹងណាគាត់ថាលោកតាឃ្លាំងមឿងបានទទួលហើយពីដើមឡើយលោកអត់ដែរបានទេបានតែការសែនហ្នឹងគឺអត់ដល់ទេព្រោះលោកមិនមែនជាពួកអសូរកាយបីសាច់ទេគឺលោកនៅក្នុងកម្រិតខ្ពស់ចានៅក្នុងជាអមនុស្សជាន់ខ្ពស់ជាទេវៈចាអញ្ចឹងបានតែទទួលបានតែបុណ្យដែលយើងឧទ្ទិសទៅហើយលោកថាបងប្អូនខ្មែរយើងឥឡូវល្អណាស់កូនចៅខ្មែរគ្រាន់តែដាក់បាតក៏នឹកឃើញដល់លោកតាដែរលោកតាបានទទួលចាអញ្ចឹងសូមប្រមុខរដ្ឋាភិបាលចាសូមបណ្ដុះស្មារតីខ្មែរឲ្យជឿលើជំនឿទាំងអស់ហ្នឹងហើយជំនឿទាំងអស់ហ្នឹងខ្ញុំអាចបកស្រាយតាមវិទ្យាសាស្ត្របានបើសិនជាចង់ឲ្យខ្ញុំបកស្រាយចាពីព្រោះកាលណាបើយើងនិយាយថាជាជំនឿតែប៉ុណ្្នឹងមនុស្សគិតថាទៅជំនឿហើយចាអញ្ចឹងសូមជឿទាំងអស់គ្នាហើយគោរពប្រណិប័តនៅវត្ថុស័ក្តិសិទ្ធិនៅបុព្វបុរសដូនតាខ្មែរតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមតាំងពីថ្នាក់ដឹកនាំរហូតដល់ប្រជារាស្ត្រសាមញ្ញមានជំនឿទាំងអស់គ្នាធ្វើសេចក្តីល្អរក្សាសិលពួកសៀមគឺជាក្រុមបិសាចអញ្ចឹងបិសាចតែងតែបង្ហាញភាពអាក្រក់កាន់តែខ្លាំងឡើងយើងអាចមើលរឿងចាប្រវេសណ្ដមើលបងប្អូនចាតាមជាជក់ហ្នឹងមកយើងគិតទៅដូចបិសាចចាអាក្រក់ដំបងធម្មតាដល់ពេលបានយ៉ាមអាក្រក់ហ្នឹងអាក្រក់តាមតែខ្លាំងចុងក្រោយគឺអីគេ
គឺស្លាប់បែកពោះស្លាប់ចាអញ្ចឹងសេចក្តីអាក្រក់ហ្នឹងវាមិនទៅណាទេវានឹងមកចងរំពាត់អ្នកធ្វើហ្នឹងហើយចាយើងអត់បានដាក់បណ្ដាសាអ្នកណាទេចាសត្វលោកគឺរស់នៅក្នុងចង្វាក់នៃផលនៃកម្មគ្រប់គ្នាចាអញ្ចឹងមានតែយើងរួបរวมគ្នាហើយជឿលើសេចក្តីល្អជឿលើទានសិលភាវនាជឿលើការគោរពកេរមរតកវប្បធម៌ដូនតាអត់មានរំកិលទៅណាចេញទៅណាទេហើយគោរពទាំងអស់គ្នាបើសិនជាក្នុងផ្ទះអស់លោកមានវត្ថុស័ក្តិសិទ្ធិខ្ញុំនិយាយថាប្រមុខរដ្ឋាភិបាលមានវត្ថុស័ក្តិសិទ្ធិហើយបើសិនជាគេសុំយកទៅដាក់នៅផ្ទះអ្នកផ្សេងតែអស់លោកព្រមអត់ពិតណាស់គឺមិនព្រមដាច់ខាតដូចគ្នាវត្ថុស័ក្តិសិទ្ធិសម្រាប់ប្រទេសជាតិក៏អញ្ចឹងដែរបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនមួយទៀតពេលដែលខ្ញុំរៀននៅវិទ្យាល័យស៊ីសវត្តឆ្នាំ1999ថ្នាក់ទី11ខ្ញុំចាំណាបងប្អូនខ្ញុំទៅសារមន្ទីរលើកទី1ខ្ញុំបានទៅឈរស្យង់ចាមានន័យថាឈរពិនិត្យរូបបដិមាមួយខ្ញុំអានព័ត៌មានខាងក្រោមដែលគេទៅសេហ្នឹងហើយខ្ញុំក៏ផ្ដោតអារម្មណ៍ខ្ញុំទៅសម័យកាលបុរាណខ្ញុំថាបើសិនជាយើងក្នុងសម័យហ្នឹងដឹងអស្ចារ្យប៉ុណ្ណាណោះដែលមនុស្សសម័យហ្នឹងគឺអស្ចារ្យអាចឆ្លាក់រូបដូចឃើញមកទាំងស្រស់អញ្ចឹងណាមិនមែនជារូបចម្លាក់ដូចជារូបចម្លាក់មានវិញ្ញាណគ្រាន់តែខ្ញុំផ្ដោតអារម្មណ៍ខ្ញុំទៅលេស្រាប់រូបចម្លាក់ហ្នឹងហាក់ដូចជារត់មករកខ្ញុំអញ្ចឹងឡើងខ្ញុំខ្លាចចុះយើងនៅក្មេងយើងនៅបន្ទប់ហ្នឹងម្នាក់ឯងពួកម៉ាក់យើងគេទៅណាអស់ហើយយើងនៅឈរនៅក្នុងបន្ទប់ធំហ្នឹងម្នាក់ឯងរូបចម្លាក់ធំស្រាប់តែចារូបចម្លាក់ខ្ញុំឃើញភ្នែកស្រស់គឺរត់មករកខ្ញុំហ្មងហើយខ្ញុំឡើងភ័យដល់ពេលយើងភ័យអារម្មណ៍យើងភ័យបើក្នុងអង្គសមាធិកណាយើងភ័យចាដាច់ហើយអាចិត្តស្ងប់នឹងដាច់គឺមានន័យថាការឃើញភាពអាចកំបាំងហ្នឹងវាលែងឃើញចាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាប់ផ្ដើមគោរពទាំងអស់គ្នាទាំងប្រជាជនសាមញ្ញទៅដល់ប្រមុខរដ្ឋាភិបាលចាអរគុណច្រើនជំរាបលាចាអរគុណច្រើនចាសូមឲ្យមានថ្ងៃល្អទាំងអស់គ្នាចា